ហេតុផល3យ៉ាងដែលប្រុសមួយចំនួនមិនសូវនឹកដល់រឿងលើក្រែនិយាយដល់រឿងរូបភេទគ្នាយើងភាគច្រើនសុទ្ធតែគិតថាប្រុសមានចំណងខ្លាំងជាងស្រីប៉ុន្តែតាមការសិក្សាបែបវិទ្យាសាស្ត្រកន្លងមកទាំងប្រុសទាំងស្រីសុទ្ធតែមានចំណងស្មើគ្នាពេលខ្លះប្រុសអាចងាយនឹងបាត់បង់ចំណងផ្លូវភេទលឿនជាងស្រីទៀតផងពិសេសបើមានបញ្ហាទាំង3ខាងក្រោមនេះច្បាស់ជាកុនមិនខានបញ្ហាទី1ងប់ងល់នឹងការងារនៅពេលដែលប្រុសគ្នាយើងផ្ដោតអារម្មណ៍ខ្លាំងទៅលើការងារឬមុខជំនួញរបស់ខ្លួនគ្នាយើងអាចបាត់បង់អារម្មណ៍ដែលធ្លាប់មាននៅលើដៃគូឬប្រពន្ធរបស់យើងបានការសរសើរលុយនិងមោទនភាពលើខ្លួនឯងងប់ងល់គឺសុទ្ធតែនាំឲ្យប្រុសបដូរឥរិយាបថនិងចំណងផ្លូវភេទវិធីដោះស្រាយគឺស្រីជាដៃគូឬប្រពន្ធគួរតែចាប់អារម្មណ៍លើអាជីពការងារឬជំនួញរបស់ប្តីនិងចែករំលែកអ្វីល្អជូនដល់ដៃគូរបស់យើងត្រូវកំណត់គោលការណ៍ការងារប្តីឬដៃគូឲ្យបានលឿននិងស្នើឲ្យប្តីរៀបចំពេលវេលាត្រឹមត្រូវសម្រាប់យើងទាំងពីរនាក់អាចបិទទូរស័ព្ទចោល1 ទៅ 2 ម៉ោងជារៀងរាល់ថ្ងៃនិងរៀបចំផែនការរូបភេទឲ្យបានយ៉ាងហោចណាស់1សប្តាហ៍ម្ដងហើយអាចពិចារណាសាករូបភេទពេលព្រឹកកាន់តែល្អប្រសើរថែមទៀតផងហេតុផលទី2ចូលចិត្តសម្រេចការដោយខ្លួនឯងប្រុសមានចំណូលចិត្តបែបនេះគឺមិនចង់និយាយអ្វីច្រើនទេឬចរចាដើម្បីបានរូបភេទនោះទេគេចូលចិត្តធ្វើតាមអារម្មណ៍របស់ខ្លួនការសម្រេចការដោយខ្លួនឯងប្រុសប្រភេទនេះតែព្យាយាមសម្រេចការដោយខ្លួនឯងដោយការមើលរឿងអាភាសឬនៅពេលខ្លួនគេមានអារម្មណ៍ត្រេកត្រអាលព្រោះថាវាអាចសម្រេចការបានលឿននិងមានប្រសិទ្ធភាពថែមទៀតផងប្រុសគ្នាយើងស្ថិតក្នុងចំណុចនេះមួយចំនួនទៀតតែងគិតថាវានឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទរបស់ខ្លួនបើខ្លួនពឹងលើដៃគូរូបភេទម្នាក់ដែលជាហេតុនាំឲ្យចំណងរូបភេទបាត់បង់ភ្លាមលើសពីនេះដោយសារបរិបទសង្គមបានធ្វើឲ្យប្រុសភាគច្រើនតាំងខ្លួនរឹងមាំមិនសូវការជំនួយពីនរណាម្នាក់នាំឲ្យក្មេងៗប្រុសផ្ដោតទៅលើគំនិតនេះបែរជាកែប្រែអាកប្បកិរិយាមិនមែនជាមនុស្សប្រុសទៅវិញដំណោះស្រាយគឺភរិយាអាចប្រាប់ដៃគូឬប្តីយើងពីភាពសំខាន់នៃការរួមភេទនិងក្តីស្រឡាញ់រីករាយរបស់យើងបង្កើតបាននូវសុភមង្គលក្នុងគ្រួសារកើតចេញពីការរួមភេទស្រីអាចនិយាយជាមួយដៃគូឬប្តីយើងដកខ្លួនចេញពីចំណូលចិត្តសម្រេចការដោយខ្លួនឯងងាកមកបំពេញសេចក្តីសុខលើក្រែជាមួយគ្នាយើងវិញចំណុចទី3មានជំងឺថប់អារម្មណ៍ដោយសារសុខភាពផ្លូវភេទប្រុសមានជំងឺថប់អារម្មណ៍ដោយសារសុខភាពផ្លូវភេទដូចជាបញ្ហាលឹងមិនឡើងរឹងឆាប់ដល់ចំណុចកំពូលនិងក្រពេញទៅកាមជាដើមប្រហែលសុទ្ធតែមូលហេតុជាចម្បងនាំឲ្យពួកគេមិនចង់រូបភេទមានអារម្មណ៍មិនល្អព្រួយបារម្ភនាំឲ្យជីវិតផ្លូវភេទកាន់តែចាប់តែម្ដងដំណោះស្រាយគឺបញ្ហានេះគឺបើកើតលើបុរសវ័យចំណាស់អាចនាំឲ្យការធ្លាក់ចុះចំណងផ្លូវភេទអាចណាត់គ្រូពេទ្យឯកទេសសុខភាពដើម្បីពិនិត្យបញ្ហារបស់គាត់អាចពិនិត្យលើកម្រិតអរម៉ូនតេស្តូស្តេរ៉ុនជាដើមបើប្តីឬដៃគូរួមភេទយើងត្រូវការជំនួយពីថ្នាំ Viagra ពិសេសមនុស្សចាស់និងមានការណែនាំពីគ្រូពេទ្យស្រីក៏គួរបង្ហាញពីអារម្មណ៍សប្បាយចិត្តនៅពេលឡើងលើគ្រែជាមួយពួកគាត់ដែរស្រីយើងក៏អាចសួរនាំឬនិយាយគ្នាលេងពីចំណងផ្លូវភេទជាមួយប្តីក៏បានដើម្បីបង្កើតភាពផ្អែមល្ហែមនិងស្និទ្ធស្នាលថែមទៀតផងបើចំពោះក្មេងៗវិញបើមានបញ្ហានេះនឹងធ្វើឲ្យអ្នកទាំងនោះថប់អារម្មណ៍គុណនឹង2ដោយសារតែប្រតិកម្មដៃគូរូបភេទកាន់តែខ្លាំងដូចនេះដំបូងបង្អស់ខាងស្រីត្រូវតែស្និទ្ធស្នាលទន់ភ្លន់និងបន្ទាបមកត្រូវទទូចសុំជំនួយដៃគូយើងដោយប្រើវិធីផ្សេងដើម្បីសម្រេចការមកដៃគូហើយត្រូវចាំថាបើមិនអាចដាក់លឹងចូលក្នុងប្រដាប់ភេទយើងបានយើងនៅតែអាចប្រើវិធីផ្សេងណាមួយដើម្បីជួយឲ្យដៃគូយើងឈានដល់ចំណុចកំពូលដោយធ្វើបែបនេះប្តីឬដៃគូយើងអាចនឹងដោះស្រាយបញ្ហាថប់អារម្មណ៍បាន